បើប៉ុណ្ណឹងមិនតំណងទេក៏មិនដឹងនិយាយថាមិនដែរស្បែកជ្រូកឡើងស្រួយប្រោហើយនិយាយពីសាច់វិញឡើងជូស៊ីនេះជាក្បួនធ្វើសាច់ជ្រូក3ជាន់ខ្វាយប្រចាំផ្ទះរបស់ខ្ញុំតែម្ដងថ្ងៃនេះខ្ញុំបង្ហាញរូបមន្តបងប្អូនពីរបៀបធ្វើជាដំបូងយើងត្រូវដាក់ដាំទឹកបន្ថែមស្រាចិនខ្ញីខ្ទឹមសខ្ទឹមក្រហមអំបិលជាមួយនឹងស្លឹកបេលីតទៅពីយើងបានដាំទឹកពុះហើយយើងដាក់សាច់ជ្រូក3ជាន់យើងស្ងោរឲ្យបានឆ្អិន70ទៅ80%ហើយដំណាក់កាលទី2យើងត្រូវយកសាច់ជ្រូក3ជាន់នោះមកចាក់ស្បែកវាឲ្យបានគ្រប់សពកន្លែងតមកទៀតយើងត្រូវលាបអំបិលមួយទឹកខ្មេះដើម្បីឲ្យវាបឺនជាតិទឹកចេញពីស្បែកជ្រូកស្រាប់វិធីប្រឡាក់សាច់វិញខ្ញុំប្រើម្សៅផ្កាច័ន្ទម្សៅឈើអែមម្សៅខ្ទឹមជាមួយម្សៅស៊ុបហើយខ្ញុំបន្ថែមប្រេងខ្យងកូរវាឲ្យបានសបើបងប្អូនចង់ឲ្យសាច់ជ្រូកវាចូលជាតិបានល្អបងប្អូនត្រូវឆូតសាច់វាកុំឲ្យដាច់ចេញពីស្បែកហើយយើងយកគ្រឿងដែលបានលាយហើយនឹងប្រឡាក់ឲ្យសព្វគ្រប់កន្លែងទៅហើយផ្អាប់វាទុកចោល15នាទីដើម្បីឲ្យវាចូលជាតិបានល្អសម្រាប់ការរុំថមអាលុយមីញ៉ូមនេះក៏វាសំខាន់ដែរដើម្បីកុំឲ្យវាខ្លោចសាច់ពីចាហៀងមុនយកដាក់អូវ៉ាន់ខ្ញុំត្រូវជូតស្បែកវាឲ្យស្ងួតហើយខ្ញុំដាក់អំបិលវារោយពីលើហើយខ្ញុំដាក់ចូលក្នុងអូវ៉ាន់រយៈពេល10នាទីនៅកម្ដៅភ្លើង100អង្សាសេពីយើងដុតបាន10នាទីយើងយកវាចេញមកក្រៅកាយអំបិលវាចេញមកហើយជូតស្បែកនឹងឲ្យវាអស់ជាតិអំបិលយើងដាក់អូវ៉ាន់ម្ដងទៀតហើយការដុតលើកទី2នេះខ្ញុំប្រើភ្លើង180អង្សាសេរយៈពេល30នាទីបន្តមកទៀតខ្ញុំឆ្លៀងមកធ្វើទឹកសសម្រាប់ញ៉ាំមួយជ្រូកខ្វៃម្ដងជាដំបូងខ្ញុំមានខ្ទឹមសខ្ទឹមក្រហមមួយគល់ជីវ៉ាន់ស៊ុយកិនវាឲ្យបានម៉ត់បន្តមកទៀតយើងដាំប្រេងឲ្យក្ដៅបន្ថែមខ្ទឹមសខ្ទឹមក្រហមមួយគល់ជីវ៉ាន់ស៊ុយនឹងកូរវាឲ្យឡើងក្លិនឈ្ងុយបន្តមកទៀតយើងបន្ថែមស្ករក្រហមកូរវាឲ្យឡើងជើងក្រងហើយយើងចាក់សៀងដែលបានកិនចូលសម្រាប់រសជាតិវិញខ្ញុំបន្ថែមទឹកប៉េងប៉ោះទឹកម្ទេសទឹកប្រេងខ្យងហើយខ្ញុំបន្ថែមម្សៅម្ទេសការ៉េដើម្បីឲ្យវាមានពណ៌កាន់តែស្អាតហើយខ្ញុំដាក់ទឹកដើម្បីរំងាស់វាតទៅពីខ្ញុំបានធ្វើទឹកសោះញ៉ាំមួយជ្រូកខ្វៃហើយឥឡូវខ្ញុំងាកមកលាងចានតិចសិនរាល់ថ្ងៃនេះខ្ញុំប្រើសាប៊ូស្អាតជារៀងរាល់ថ្ងៃតែម្ដងរាល់ថ្ងៃនេះនៅតែខ្ញុំប្រើសាប៊ូស្អាតជាផលិតផលរបស់ប្រទេសកម្ពុជាតែរូបមន្តនៅបច្ចេកវិទ្យាមកពីប្រទេសកូរ៉េសាប៊ូមួយប្រភេទនេះអាចកម្ចាត់ស្នាមប្រឡាក់និងកំណកខ្លាញ់បានស្អាតព្រោះវាខាប់ពពុះច្រើននិងលាងចានបានច្រើនហើយសាប៊ូស្អាតអាចកម្ចាត់បាក់តេរីបានដល់99.9%ហើយសាប៊ូស្អាតមានក្លិនក្រអូបសំពីផ្លែក្រូចនិងប្រទាលកតុយកពើប្រើកាន់តែយូរដៃកាន់តែទន់រូបមន្តធ្វើជ្រូកខ្វៃនេះគឺងាយស្រួលធ្វើខ្លាំងមែនទែនបងប្អូនអាចសាករៀនធ្វើបានសំខាន់ក្លិនវាឈ្ងុយចេញពីម្សៅផ្កាច័ន្ទម្សៅឈើអែមមួយម្សៅខ្ទឹមដែលយើងប្រឡាក់វាទុកចោល15នាទីសាច់ជ្រូក3ជាន់ខ្វៃស្រួយជ្រលក់មួយទឹកសៀងដែលយើងបានធ្វើភ្លាមញ៉ាំភ្លាមនិយាយពីថាចាប់ជាគ្នាសាហាវហើយបើសិនជាបងប្អូនចង់បានសាប៊ូលាងចានស្អាតនេះយកមកប្រើប្រាស់អាចតាក់ទងទៅកាន់ទំព័រ Facebook Page ស្អាត Cambodia នេះបានអរគុណបងប្អូនទាំងអស់គ្នាបាយបាយ